នៅក្នុងដំណាក់កាលផ្ការបស់យើងគឺបញ្ហាប្រឈមខ្លាំងគឺពាក់ព័ន្ធនឹងដំណាក់កាលផ្កាចាប់ផ្ដើមបែកគឺបញ្ហា trip បាទអញ្ចឹងនៅក្នុងលក្ខខណ្ឌនៅពេលដែលមានកណ្ដាលចង្រៃប្រភេទ trip បំផ្លាញផលវិបាកដែលនាំមកវិញទី1គឺធ្វើឲ្យផ្ការបស់យើងហ្នឹងគឺអាចវារុះបាទទី1ទី2នៅក្នុងករណីដែលវាអញ្ជក់សារធាតុចិញ្ចឹមខ្លាំងពេកក៏ធ្វើឲ្យរូបរាងរបស់ក្តឹបអត់សូវល្អដែរបាទជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាខ្ញុំបាទឈ្មោះអេងច័ន្ទរតជាបុគ្គលិករបស់ក្រុមហ៊ុន UT Crop ដែលកាន់តួនាទីគ្រប់គ្រងទីផ្សារឈើហូបផ្លែប្រចាំនៅក្នុងខេត្តស្ទឹងត្រែងបាទអញ្ចឹងសម្រាប់នៅក្នុងរដូវកាលនេះពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាពាក់ព័ន្ធនឹងផលិតកម្មដំណាំទុរេនរបស់យើងគឺភាគច្រើនបងប្អូនប្រជាកសិករយើងគឺចូលដល់ដំណាក់កាលផ្កាបាទអញ្ចឹងនៅក្នុងដំណាក់កាលផ្កានេះសម្រាប់ខាងខ្ញុំគឺខ្ញុំចង់ចែកម្លែកបទពិសោធន៍មួយចំនួនទៅបងប្អូនជាកសិករយើងដើម្បីទប់ស្កាត់ពពួកកត្តាចរៃមួយចំនួនបាទនៅក្នុងដំណាក់កាលផ្ការបស់យើងគឺបញ្ហាប្រឈមខ្លាំងគឺពាក់ព័ន្ធនឹងដំណាក់កាលផ្កាចាប់ផ្ដើមបែកគឺបញ្ហា trip បាទអញ្ចឹងនៅក្នុងលក្ខខណ្ឌនៅពេលដែលមានកត្តាចង្រៃប្រភេទ trip បំផ្លាញផលវិបាកដែលនាំមកវិញទី1គឺធ្វើឲ្យផ្ការបស់យើងហ្នឹងគឺអាចវារុះបាទទី1ទី2នៅក្នុងករណីដែលវាអញ្ជក់សារធាតុចិញ្ចឹមខ្លាំងពេកក៏ធ្វើឲ្យរូបរាងរបស់ក្តឹបអត់សូវល្អដែរបាទអញ្ចឹងក្នុងដំណាក់កាលមុនផ្ការីកពុកម៉ែបងប្អូនជាកសិករទាំងអស់គ្នាយើងគួរតែបាញ់សម្អាត trip ឲ្យបានមុនផ្កាបែកអាហ្នឹងជារឿងល្អបាទហើយសម្រាប់ក្រុមហ៊ុន UT របស់យើងក៏យើងមានរូបមន្តពិសេសសម្រាប់គ្រប់គ្រងក៏ដូចជាសម្អាតបញ្ហា trip នឹងដែរបាទអញ្ចឹងរូបមន្តទី1ពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាអាចប្រើប្រភេទចៃកំសត់ឬក៏ចៃក្រៀមស្វិតប្រើនៅក្នុងបរិមាណ500ក្រាមលាយជាមួយទឹក1000លីត្រហើយសម្រាប់រូបមន្តទី2ពុកម៉ែបងប្អូនជាកសិករទាំងអស់គ្នាអាចប្រើនឹង UT សត្វល្អិត2ចំនួន1គីឡូបាទបូកជាមួយនឹងសត្វល្អិត Hello បរិមាណ1លីត្រលាយជាមួយនឹងទឹក1000លីត្រសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាយើងបាញ់សម្អាត trip នៅក្នុងដំណាក់កាលមុនផ្កាបែកបាទនេះជាការចែកម្លែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំអនុវត្តជាមួយនឹងបងប្អូនវិជាកសិករយើងនៅខាងខេត្តស្ទឹងត្រែងបាទអរគុណច្រើន